Hello ជំរាបសួរអ្នកសួស្តីអ្នកនរគ្នាវិលមកជួបខ្ញុំម្ដងទៀតហើយជាមួយនឹងវីដេអូថ្មីដែលវីដេអូនេះយើងបន្តពីវីដេអូមុនដែលការប្រើ command line ដដែលនៅក្នុង CLS Linux អញ្ចឹងយើងថ្ងៃនេះយើងមានcommand line មួយចំនួនជាមួយនឹងការឧទាហរណ៍ទៅលើ hard link ជាមួយនឹង soft link ផងដែរអញ្ចឹងខ្ញុំបន្តដល់អ្នកគ្នាកាលពីថ្ងៃមុនយើងបានកាលពីវីដេអូមុនយើងបាននេះឬហើយយើងបាន demo ទៅហើយអំពី /1/2 ជាមួយនឹង make d ដែលយើង create create directory អញ្ចឹងយើងបន្ត create directory មួយទៀតចុះអូខេដាក់ថាអូខេចុះmake dir sorry ខ្ញុំសេ comment ខុស make dir ដាក់ថាអូខេចឹងខ្ញុំលិះមើលអូខេនៅក្នុង root ខ្ញុំមាន folder A folder D folder G មក folder អូខេចឹងតើខ្ញុំ clear ចោលមួយសិនអូខេអញ្ចឹងយើងបន្តមកទៀតជាមួយនឹង make dir my dir អញ្ចឹងយើង create folder បានច្រើនអញ្ចឹងពី1ដល់3អញ្ចឹងយើង create folder 3ដែលមាន my dir 1 2 3អញ្ចឹងទៅឥឡូវខ្ញុំតេស្តមើលអ្នកនរគ្នានៅក្នុងអូខេខ្ញុំមើល link មើលសិនបាទតើអូខេអញ្ចឹងខ្ញុំចង់ដាក់អា folder ច្រើនមិញនៅក្នុងmy folder ចុះឥឡូវខ្ញុំ cd ចូល my folder ខ្ញុំលេងមើល my folder អូ my folder មានច្រើនស្រាប់ហើយអញ្ចឹងខ្ញុំបែកវិញចូល folder មួយទៀតចូល folder របស់ខ្ញុំអូខេខ្ញុំលេងមើលអូខេ folder នេះអត់មានទេអញ្ចឹងខ្ញុំចង់ដាក់នៅក្នុង folder នេះ make dir មកទៀតដាក់ថាអឺឈ្មោះខ្ញុំចុះលេខ1ចុចដល់លេខ50អញ្ចឹងមានន័យថាខ្ញុំបើ create directory ចំនួន50ដែលមានឈ្មោះខ្ញុំសុកគ្រី1 2 3 4ដល់50អញ្ចឹងទៅខ្ញុំលេខមើលម្ដងទៀតអូខេគេអត់វាមានដល់50អញ្ចឹងយើងបន្តមកទៀតជាមួយនឹងការប្រើ editor នេះយើងបានបង្ហាញទៅហើយជាមួយការធ្វើ VI សម្រាប់ editor ដែលយើងបាន create ហ្នឹងអញ្ចឹងយើងបន្តមកទៀតជាមួយនឹងការប្រើ command rm អញ្ចឹង command rm ហ្នឹងគឺដើម្បី delete អញ្ចឹង command rm.iv ដើម្បី delete file ឥឡូវនៅក្នុង directory យើងអត់ទាន់មាន file ទេអញ្ចឹងខ្ញុំចង់ create file ចំនួន1 2ដើម្បីប៉ះអូខេដាក់ថា touch បន្តមកទៀតដាក់ file របស់យើងដាក់ថា test.txt អូខេខ្ញុំលេខមើលម្ដងទៀតអូខេអញ្ចឹងមាន file test.txt អញ្ចឹងខ្ញុំចង់ដឹងថាប្រើដោយអានេះបានអត់ខ្ញុំតែមើល type អូខេ text 1ដល់10ចុះ .txt អញ្ចឹងវាបើកអត់ខ្ញុំលេងមើលអូខេវាបើកដូចគ្នាអញ្ចឹងខ្ញុំមាន directory ចំនួន50ជាមួយនឹង file ចំនួន10យើងប្រើនេះទៀតអូខេអញ្ចឹងយើងមាន command rm.iv ដើម្បី delete file rm. sorry .i ក៏បានឬក៏ .iv ក៏បានបន្តមកដាក់របស់យើងដាក់ថា text.1 ចុះយើងចង់រកតែមួយ file ទេអញ្ចឹងពេលដែលយើងនេះគេវាសួរយើងថាយើងចង់ download មែនចង់ delete មែនតើអត់អូខេបើយើង yes វា delete បើយើង no វាអត់ delete អញ្ចឹងយើងអូខេ delete អញ្ចឹងវាលេងមើលម្ដងទៀតអញ្ចឹងវាលែងមាន file .txt.1 នៅសល់តែ txt text 2តែប៉ុណ្ណោះអញ្ចឹងខ្ញុំ clear មួយសិនអូខេឧទាហរណ៍បើយើងចង់ delete ច្រើនវិញយើងមានមិនយើងមាន 10 file ចុះបើយើងចង់ delete 10 file .i .txt ចឹងខ្ញុំប្រើសញ្ញាផ្កាយនេះដើម្បីចង់ឲ្យតែ file ណាដែលមាន text នៅមុខគឺវាចាប់យកទាំងអស់អញ្ចឹងខ្ញុំសួរម្ដងមួយ yes no yes no yes no ចឹងវាច្រើនអត់ឧស្សាហ៍មាន100អញ្ចឹងវាមិនច្រើនអញ្ចឹងយើងអត់ឈឺអញ្ចឹងទេហើយអញ្ចឹងយើង remove បន្តមកទៀត .m អញ្ចឹងយើងមានcommand line មួយទៀតក្នុងនេះខ្ញុំបាន note អត់ដូចជាអត់បាន note ទេអញ្ចឹងយើងមាន command line fv អញ្ចឹងបន្តមកទៀតយើងប្រើ text ចាប់យកទាំងអស់មកអូខេអញ្ចឹងវានៅសួរយើងថាវានឹង remove ចេញទាំងអស់file ដែលយើងនេះវាអត់សួរយើងម្ដងទៀតទេឥឡូវខ្ញុំលេចមើលអូខេអញ្ចឹងវាលែងមាន file ដែលផ្ដើមដោយ text វិញទៀតហើយអូខេអញ្ចឹងយើងបន្តជាមួយនឹងការunlink នេះគឺ remove file ដូចគ្នាទេស្តៀងដូចគ្នាមួយហ្នឹងអញ្ចឹងខ្ញុំតាមឲ្យមើលយើងនៅ file មាន file text មួយទៀតអញ្ចឹងខ្ញុំដាក់ថា
link បន្តមកទៀតដាក់ថា test.txt ចឹងវា delete ដូចគ្នា link ខាងទៀតមកគឺវាឡើងមាន file.txt ហ្នឹងហើយចឹងបន្តទៀតជាមួយនឹងការប្រើ orm.នេះគេនេះស្អនេះចឹងគឺប្រើដើម្បី delete directory អញ្ចឹងយើងដឹងហើយបើយើងប្រើ command line orm.i ឬក៏ .iv ចឹងហើយយើងដាក់ directory របស់យើងសួរថាវា delete កើតអត់វាប្រាប់យើងថាវាអត់ delete កើតទេដោយសារអានឹងជា directory អញ្ចឹងយើងមាន command orm យើងមាន command orm.air ដើម្បីយើង delete directory ហ្នឹងអញ្ចឹងវាសួរយើងទៀតអញ្ចឹងវាច្រើនអត់ច្រើនអញ្ចឹងម្ដងមួយបើសិនយើងចង់ delete ច្រើន orm.or បន្តមកទៀតយើងប្រើឲ្យតាណាឈ្មោះនេះនៅមុខគឺយើង delete អញ្ចឹងសួរម្ដងមួយអញ្ចឹងវាច្រើនឧទាហរណ៍100អញ្ចឹងវាច្រើនអញ្ចឹងខ្ញុំបិទចោលវិញខ្ញុំ clear សិនអូខេអញ្ចឹងខ្ញុំលិះមើលសិនអូខេអញ្ចឹងមានអក្សរប៉ុណ្ណេះអញ្ចឹងខ្ញុំប្រើ command line orm.f.v.va.air ជាមួយនឹងអូខេអញ្ចឹងបើខ្ញុំនេះអញ្ចឹងខ្ញុំលិះម្ដងទៀតអញ្ចឹងវាឡើងមានអីទៀតហើយដោយសារខ្ញុំ delete ចោលទាំងអស់ file ណាdirectory ណាដែលមានឈ្មោះសុកគ្រីអញ្ចឹង delete អស់ហើយអញ្ចឹងយកអត់មានអីតាស់ទៀតទេត្រូវអត់មានទៀតអត់អូខេអញ្ចឹងខ្ញុំមាន on គឺ directory លុបដូចគ្នាហើយ orm.d នេះក៏វា delete empty directory អញ្ចឹងបើសិនជាឧទាហរណ៍ខ្ញុំ make វាខ្ញុំទៅណាបាត់ហើយអូខេអញ្ចឹងឧទាហរណ៍នៅក្នុងនេះខ្ញុំ create directory 10ទៀតអញ្ចឹងខ្ញុំលិះមើលអូខេអញ្ចឹងពួកនេះជា empty directory អញ្ចឹងខ្ញុំ back ចេញមកវិញឧទាហរណ៍ខ្ញុំចង់លុប directory នេះ directory សុគ្រីអត់មានសុគ្រីមួយទៀតតែសុគ្រីទេអញ្ចឹងខ្ញុំប្រើ command line គេ orm.d អញ្ចឹង empty directory អញ្ចឹងសួរថាអាសុគ្រីនេះវាempty directory អត់នេះអញ្ចឹងអូ sorry ខ្ញុំពីខ្ញុំវាយ command ខុស orm.d នេះអញ្ចឹងខ្ញុំសួរថា directory not empty យើងសាកចូលមើលតើវា empty អត់យើង ls មើលអូខេយើងមើលអញ្ចឹងវាអត់ empty ទេអញ្ចឹងយើងអត់ delete បានទេប៉ុន្តែនៅក្នុងនេះតើនៅក្នុងនេះអា directory បន្តទៀត1ដល់10អញ្ចឹងវា empty អត់វាជា empty អញ្ចឹងយើងអាច delete បានអត់ខ្ញុំសាកអូខេ .d 1អូខេអញ្ចឹងមានន័យថាវា empty directory អញ្ចឹងខ្ញុំ directory ចោលទាំងអស់មកវាមានអីទៀត orm ហើយ command line ដូចគ្នាហ្នឹង orm.fd បន្តមកទៀតហើយកាយជួយ delete ទាំងអស់ហើយខ្ញុំលិះមើលគឺវាអស់ហើយវាមាន directory ណាដើម្បីយើង delete ទេសាច់យើង delete អស់ហើយអញ្ចឹងយើងបន្តមកទៀតជាមួយនឹងការ copy ជាមួយនឹងការ copy file ដាក់ copy file ជាស្រួលស្ដាប់គឺ copy file អញ្ចឹងឧទាហរណ៍នៅក្នុងនេះឥឡូវខ្ញុំចេញពី folder នេះមួយសិនអូខេអញ្ចឹងខ្ញុំលិះមើលអូខេកន្លែងនេះអញ្ចឹងមាន file .tag ខ្ញុំចង់ create file មួយថ្មីមួយទៀតដើម្បីសួរអូខេដាក់ថាcp.txt អញ្ចឹងខ្ញុំលិះមើលអូខេអញ្ចឹងខ្ញុំមាន file .cp.txt ហើយអូខេឥឡូវយើង copy file យើងលិះមើលសិនទៅវាមាន file នេះខ្លះ cp ឥឡូវយើងមាន file cp.txt អញ្ចឹងយើង copy cp.txt បន្តមកទៀតយើងដាក់ directory ចុងផាសមួយនេះអូខេឥឡូវខ្ញុំសាកចូលទៅក្នុង directory មួយនេះហើយខ្ញុំ click មើលអូខេអញ្ចឹងយើងមកហើយដោយសារយើងដាក់ slash ចូលទៅក្នុង root មួយទៀតអញ្ចឹងវាជ្រៅណាស់មែនតើអូខេអញ្ចឹងយើងបាន copy នេះcp.txt នេះចូលនៅក្នុង directory សុគ្រីឥឡូវខ្ញុំ back មកវិញតើនៅក្នុង root នេះតើវាមាន file អត់វានៅមានដដែលដោយសារតែយើង copy ឯង
ហើយបន្តមកទៀតគឺ cp dot 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 r អញ្ចឹង cp dot r នេះយើងប្រើដើម្បីគេដើម្បី copy directory from source to destination អូខេអញ្ចឹងយើង copy directory អូខេអញ្ចឹងខ្ញុំចង់ copy directory a ម្ដងមើល cp dot r dot a ដាក់នៅក្នុង directory នេះឥឡូវខ្ញុំវានៅមានដដែលឥឡូវខ្ញុំចូលទៅក្នុង cd សុខនេះតើមាន folder អត់តើមាន directory នឹងអត់អូខេអញ្ចឹងយើង copy បានហើយនៅក្នុង directory សុខនេះវាមាន directory a ជាមួយនឹង file text មួយយើងមើល command បន្តទៀតគឺ move មានន័យថាគឺយើង move ពីយើងទាញអាហ្នឹងចេញពីណាទៅអូខេឥឡូវដល់ឥឡូវខ្ញុំ move អានេះចេញមកក្រៅវិញឬក៏ខ្ញុំ copy ខ្ញុំ move អាផ្សេងចូលចូលមកក្នុងនេះក៏បានដែរឥឡូវខ្ញុំចេញសិនអូខេអញ្ចឹងខ្ញុំលិះមើលសិនអូខេអញ្ចឹងវាមាន a ដដែល d ដដែលអញ្ចឹងអូខេខ្ញុំចង់move text នេះ move text txt នេះទៅដាក់ក្នុងនេះវិញអញ្ចឹងខ្ញុំប្រើ cp comment អីគេមិនភ្លេចបាត់ហើយmv អត់ទេយកប្រើ cp ទេខ្ញុំប្រើ mv test dot txt បន្តមកទៀតយើងដាក់នៅក្នុង directory នេះវិញឥឡូវយើងលិះមើលម្ដងទៀតតើ txt នឹងមានអត់ test txt នឹងមានអត់គឺអត់មានទេដោយសារយើង move បាត់ហើយ move copy អា directory ដើមក៏មានអា directory ដែលយើង copy ផាសទៅដែរក៏មានតែ move គឺអត់មានទេអា directory ដើមអញ្ចឹងយើង move ទៅបានហើយអញ្ចឹងឥឡូវខ្ញុំចូលទៅក្នុង directory មួយដែលខ្ញុំផាសមកអូខេអញ្ចឹងយើងមានអ្វីដែលយើងបាន move ជាមួយនឹងយើង copy មិញអញ្ចឹងអូខេយើងមើល command បន្តទៀតគឺ copy គឺ copy ពី network មកផាសតាមផាសអូខេអញ្ចឹងអានេះយើងសិតតារៀនទៅហើយអូខេអញ្ចឹងយើងចូលមកដល់ Linux link ឥឡូវខ្ញុំសុំ clear មួយសិនឥឡូវយើងចូលមកដល់ Linux link ផងដែរខាងយកតែមែនតើ